រឿងព្រះមហោសថគឺជាជាតិទី5នៃទស្សជាដកដែលតំណាងឲ្យការបំពេញបញ្ញាបារមីរឿងនេះមានសេចក្តីអត្ថាធិប្បាយយ៉ាងពិស្ដារអំពីការប្រើប្រាស់បញ្ញាដើម្បីដោះស្រាយបញ្ហាជីវិតវិវាទបុគ្គលនិងសង្គ្រាមរវាងនគរនេះគឺជាសាច់រឿងសង្ខេបនៃរឿងព្រះមហោសថសូមលោកយាយលោកតាពុកម៉ែបងប្អូនរីករាយទស្សនានិងសន្តាប់ដូចតទៅព្រះពោធិសត្វបានយាងចុះមកចាប់កំណើតក្នុងផ្ទៃនៃនាងសុមនីទេវីដែលជាភរិយារបស់សិរីវត្តកសិទ្ធិក្នុងភូមិបាចេនយៈវិមជ្ឈក្រៀមនគរមិថិលាខណៈប្រសូតមកកុមារបានកាន់ដុំថ្នាំមួយចេញមកជាមួយកាលបើសិទ្ធិជាឪពុកយកថ្នាំនោះទៅឆ្លីត្រង់ភ្នែកដែលឈឺក៏ស្រាប់តែជាសះស្បើយភ្លាមដោយសារហេតុអស្ចារ្យនេះទើបកុមារត្រូវបានដាក់ឈ្មោះថាមហោសថដែលមានន័យថាអ្នកមានថ្នាំដ៏ប្រសើរតាំងពីអាយុ7ឆ្នាំព្រះមហោសថបានបង្ហាញបញ្ញាដ៏អស្ចារ្យខុសពីក្មេងដទៃលោកបានដឹកនាំមិត្តភ័ក្តិ1000នាក់សាងសង់សាលាសំណាក់ដ៏ប្រណិតមួយដែលមានបែងចែកជាផ្នែកសម្រាប់អ្នកដំណើរព្រះសង្ឃនិងជនក្រីក្រព្រមទាំងមានស្រះឈូកនិងសួនច្បារផងដែរលោកបានកាត់សេចក្តីរឿងការដណ្ដើមទារករវាងម្ដាយបង្កើតនិងយក្សនីនិងរឿងដណ្ដើមគោដែលធ្វើឲ្យគេឈ្មោះលោកល្បីសុសសាយដល់ក្នុងរាជវាំងកាលនោះមានស្ត្រីម្នាក់បាននាំកូនតូចរបស់ខ្លួនទៅងូតទឹកនៅស្រះមួយពេលងូតទឹកស្រេចនាងក៏ដាក់កូនឲ្យដេកលើច្រាំងរួចចុះទៅលុបលាងមុខមាត់ខណៈនោះមានយក្សនីម្នាក់ក្រឡាខ្លួនជាមនុស្សស្រីបានឃើញទារកនោះមានលក្ខណៈល្អក៏កើតចិត្តស្រឡាញ់ហើយចូលមកពោលកូននោះធ្វើជាបញ្ឆោតថាកូននេះស្អាតណាស់តើជាកូនរបស់អ្នកឬលុះស្ត្រីជាម្ដាយភ្លេចខ្លួនយក្សនីក៏ពោលទារកនោះរត់ទៅបាត់ស្ត្រីជាម្ដាយក៏ដេញតាមទាន់រួចក៏កើតការដណ្ដើមកូនគ្នាយ៉ាងខ្លាំងរហូតផ្អើលដល់អ្នកស្រុកនិងដឹងទៅដល់មហោសថបណ្ឌិតព្រះមហោសថមិនបានប្រើការសាកសួរដេញដោលរកផុសតាំងសំញាំឡើយប៉ុន្តែលោកបានប្រើការសាក់លបងទឹកចិត្តដោយបញ្ជាដូចនេះលោកឲ្យគេគូសបន្ទាត់មួយនៅលើដីឲ្យដាក់ទារកនៅចំកណ្ដាលបន្ទាត់នោះឲ្យស្ត្រីទាំងពីរនាក់ចាប់ទាញកូនម្នាក់មកខាងម្នាក់ចាប់ដៃម្នាក់ចាប់ជើងដោយសន្យាថាអ្នកណាដែលទាញកូនផុតទៅខាងខ្លួនអ្នកនោះគឺជាម្ដាយពិតប្រាកដលទ្ធផលនៃការសន្និដ្ឋានពេលចាប់ផ្ដើមទាញទារកក៏ស្រែកយំយ៉ាងខ្លាំងដោយការឈឺចាប់ចំណែកម្ដាយខ្លាំងខ្លាយខំប្រឹងទាញកូនដោយកម្លាំងបាយមិនខ្វល់ថាទារកនោះឈឺចាប់យ៉ាងណានោះទេព្រោះគោលបំណងចង់បានតែឈ្នះនិងចង់បានកូននោះទៅស៊ីជាចំណីឯម្ដាយបង្កើតគ្រាន់តែលើកូនយំស្រែកឈឺចាប់ភ្លាមនាងក៏ស្រក់ទឹកភ្នែកហើយប្រឡែងដៃពីកូនភ្លាមព្រោះមិនដាច់ចិត្តឃើញកូនត្រូវគេទាញដាច់សាច់ដាច់ឈាមបែបនេះឡើយព្រះមហោសថក៏បានប្រកាសភ្លាមថាស្ត្រីដែលប្រឡែងដៃនោះហើយគឺជាម្ដាយពិតប្រាកដព្រះមហោសថបានបញ្យល់អ្នកស្រុកថាទឹកចិត្តម្ដាយបង្កើតតែងតែមានមេត្តាចំពោះកូនខ្លាំងជាងការចង់ឈ្នះម្ដាយសុខចិត្តចោះចាញ់សុខចិត្តបាត់បង់កូនទៅអ្នកដទៃប្រសើរជាងឃើញកូនត្រូវស្លាប់ឬឈឺចាប់នៅចំពោះមុខចុងក្រោយយក្សនីក៏ត្រូវរាយការណ៍ប្រាប់ការពិតនិងសុខចិត្តចោះចាញ់បញ្ញារបស់ព្រះមហោសថព្រះបាទពិទេហរាជបានយាងព្រះមហោសថឲ្យចូលធ្វើជាទីប្រឹក្សាការនេះធ្វើឲ្យបណ្ឌិតចាស់ទាំង4រូបគឺសេនកៈពុក្កសៈកាមិននិងទេវិនការចិត្តច្រណែនយ៉ាងខ្លាំងពួកគេបានព្យាយាមរៀបល្បិចកលបង្កាច់បង្ខូចព្រះមហោសថជាច្រើនលើកការចោទប្រកាន់ថាជាចោរបណ្ឌិតទាំង4បានលួចគ្រឿងភិរណៈទៅលាក់រួចចោទមហោសថប៉ុន្តែព្រះមហោសថប្រើបញ្ញាដឹងមុន
ហើយវាយបកវិញរហូតបណ្ឌិតទាំង4ត្រូវអាម៉ាស់និងត្រូវស្ដេចបណ្ដេញចេញតែព្រះមហោសថបានសុំទោសឲ្យចុះបម្រើវិញប្រស្នាឆ្កែនិងពពែស្ដេចបានដាក់ប្រស្នាឲ្យរកសត្វពីរដែលជាសត្រូវនឹងគ្នាឲ្យមកត្រូវគ្នាវិញព្រះមហោសថបានធ្វើឲ្យឆ្កែនិងពពែស៊ីចំបើងនិងសាច់ជាមួយគ្នាបានយ៉ាងអស្ចារ្យប្រស្នាក្បាលពស់ការបែងចែកញីនិងឈ្មោលប្រស្នានេះកើតឡើងនៅពេលដែលមានអ្នកនាំយកពស់មួយក្បាលមកថ្វាយព្រះបាទវិទេហរាជហើយសួរថាតើពស់នេះជាពស់ញីឬពស់ឈ្មោលដោយសាររូបរាងខាងក្រៅរបស់ពស់ពិបាកនឹងបែងចែកភ្លាមបណ្ឌិតទាំង4នាក់ទៀតមិនអាចឆ្លើយបានឡើយចំណែកព្រះមហោសថមិនបានពិនិត្យលើរូបរាងកាយប៉ុណ្ណោះទេប៉ុន្តែលោកបានសង្កេតលើលក្ខណៈរូបសាស្ត្រនិងកាយវិការពស់ឈ្មោលធម្មតាមានកន្ទុយវែងជម្រៅភ្នែកធំក្បាលធំនិងមានកាយវិការរហ័សរហួនកក្រើមកាចសំខាន់ជាងនេះទៅទៀតមហោសថបានបញ្យល់ថាបើគេដាក់ពស់នោះឲ្យដេកវាច្រើនតែរមែលខ្លួនមិនសូវស្ងៀមចំណែកពស់ញីមានកន្ទុយខ្លីភ្នែកតូចក្បាលតូចរាវនិងមានកាយវិការរាងបង្អង់ឬទន់ភ្លន់ជាងព្រះមហោសថបានប្រើការសង្កេតលើកន្ទុយជាចម្បងលោកបានបញ្យល់ថាពស់ឈ្មោលមានកន្ទុយរឹងមាំនិងធំជាងចំណែកពស់ញីមានកន្ទុយតូចរាវមកចុងការបកស្រាយនេះត្រឹមត្រូវតាមលក្ខណៈធម្មជាតិរបស់សត្វល្មូនដែលធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរយ៉ាងខ្លាំងប្រស្នាដោតខ្សែអង្កាំការប្រាស្រ័យស្រមោចជាជំនួយនេះគឺជាប្រស្នាមួយដែលស្ដេចបរទេសបានផ្ញើមកដើម្បីសាកល្បងបញ្ញារបស់អ្នកប្រាជ្ញក្នុងនគរមិថិលាគេបានផ្ញើត្បូងមณีមួយគ្រាប់ដែលមានរុនវែកវែរុនអង្កាញ់ដោយពវៀនមន់នៅខាងក្នុងហើយគេតម្រូវឲ្យដោតខ្សែសូត្រកាត់តាមរុននេះឲ្យបានព្រះមហោសថដឹងថាដៃមនុស្សមិនអាចដោតខ្សែសូត្រកាត់តាមរុនដែលវែកវែនោះបានឡើយលោកក៏បានប្រើល្បិចធម្មជាតិដ៏អស្ចារ្យទី1ប្រើទឹកឃ្មុំលោកបានយកទឹកឃ្មុំទៅលាបនៅមាត់រុនម្ខាងនៃត្បូងកែវមณีទី2ប្រើសត្វស្រមោចលោកបានយកខ្សែសូត្រយ៉ាងតូចឆ្មាមកចងនឹងចង្កេះសត្វស្រមោចទី3ដំណើរការលោកបានដាក់ស្រមោចនោះឲ្យនៅមាត់រុនម្ខាងទៀតដែលមិនមានលាបទឹកឃ្មុំដោយសារស្រមោចធំក្លិនទឹកឃ្មុំដ៏ឈ្ងុយឆ្ងាញ់វាក៏បានវាចូលទៅក្នុងរុនត្បូងនោះហើយវាតាមផ្លូវដែលវាចវែរហូតដល់មាត់រុនម្ខាងទៀតដើម្បីស៊ីទឹកឃ្មុំនៅពេលស្រមោចវាចេញមកវាក៏បាននាំយកខ្សែសូត្រដែលចងនៅចង្កេះវានោះឆ្លងកាត់រុនត្បូងដ៏វាចវែនោះបានដោយជោគជ័យសង្គ្រាមបញ្ញាជាមួយព្រះបាទជលនីព្រហ្មទត្តនិងបណ្ឌិតកេវត្តនេះគឺជាចំណុចកំពូលនៃរឿងការឡោមព័ទ្ធនគរព្រះបាទជលនីព្រហ្មទត្តស្ដេចនគរបញ្ចាលមានបំណងចង់វាយយកនគរទាំងអស់នៅក្នុងចម្ពោះទ្វីបក្រោមការបង្គាប់របស់បណ្ឌិតអាក្រក់ឈ្មោះកេវត្តពួកគេបានលើកទ័ពយ៉ាងមហិមាមកឡោមព័ទ្ធនគរមិថិលាកេវត្តជាយាមបង្អត់ទឹកនគរមិថិលាប៉ុន្តែព្រះមហោសថបានបញ្ជាឲ្យគេលើកខ្ទមខ្ពស់រួចបោកទឹកចេញមកក្រៅធ្វើឲ្យខ្មាំងស្មានថាទឹកនៅក្នុងក្រុងនៅសល់ច្រើនលើសលប់ការបោកបញ្ឆោតដោយត្បូងទិព្វព្រះមហោសថបានប្រើល្បិចទម្លាក់ត្បូងមณีនៅចំពោះមុខកេវត្តនៅពេលកេវត្តអោនរើសព្រះមហោសថបានយកដៃសង្កត់កញ្ចឹងកធ្វើឲ្យខ្មាំងមើលមកស្មានថាកេវត្តកំពុងក្រាបសំពះសុំចោះចាញ់ព្រះមហោសថទើបកងទ័ពជលនីភ័យខ្លាចហើយដកថយទៅវិញដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរនិងការពារព្រះបាទវិទេហរាជពីល្បិចស្រីស្អាតបុត្រីព្រះបាទជលនីព្រះមហោសថបានបញ្ជាឲ្យជីករូងក្រោមដីពីនគរមិថិលាទៅដល់ទីក្រុងឧបលៈក្នុងរូងនោះមានទ្វារយន្តគំនូររូបភាពពិសេស
នៅមានការតុបតែងដូចជាស្ថានសួគ៌ព្រះមហោសថបានប្រើរង្សនេះដើម្បីឆក់យកព្រះអគ្គមហេសីនិងបុត្រីរបស់ព្រះបាទជលនីមកទុកជាចំណាប់ខ្មាំងដើម្បីធានាសុវត្ថិភាពឲ្យព្រះបាទវិទេហរាជយាងត្រឡប់ទៅវិញដោយសុខសាន្តចុងក្រោយព្រះមហោសថមិនបានសម្លាប់ព្រះបាទជលនីនោះទេប៉ុន្តែបានបង្ហាញអំពីបញ្ញាដែលប្រកបដោយធម៌រហូតធ្វើឲ្យស្ដេចជលនីគោរពស្រឡាញ់និងសុំធ្វើជាមិត្តនឹងគ្នាជារៀងរហូតមកតម្លៃអប់រំនៃសាច់រឿងនេះទី1បញ្ញាជាអាវុធបញ្ញាអាចឈ្នះកម្លាំងបាយនិងអាវុធរាប់លានទី2យុត្តិធម៌និងមេត្តាមហោសថមិនដែលប្រើបញ្ញាដើម្បីសម្លាប់មនុស្សឡើយប៉ុន្តែប្រើដើម្បីសង្គ្រោះនិងបង្កើតសន្តិភាពទី3ភាពអត់ធ្មត់ការតស៊ូជាមួយពាក្យញុះញង់និងការច្រណែនដោយរក្សាចិត្តស្ងប់ប្រសិនបើលោកយាយលោកតាពុកម៉ែបងប្អូនចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមចុច follow page TikTok និង Subscribe នៅ Channel YouTube របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ